ចាវិធីលាងសូវងាយស្រួលហាត់អស់លើច្រើននិយាយទៅអ្នកខ្លះគាត់ភ័យអារឿងសូវនឹងច្រើនជាងគេហើយអាវីដេអូមុនហ្នឹងអ្នកគ្រូបាន live សំទោបានថតវីដេអូខ្លីមួយអារឿងឆ្នាំណាខ្លះដែលសូយនៅក្នុងឆ្នាំ2025ដែលយើងឆុងហ្នឹងណាវាមានអីលម្អិតច្រើនតែអ្នកគ្រូពិបាកនិយាយក្នុងនាទីខ្លីចាប៉ុន្តែថ្ងៃនេះនិយាយអាស្រួលដល់ទៅគាត់ថាឥឡូវអ្នកគ្រូផ្ទះខ្ញុំវាខូចខាតហើយវាអត់អាចជៀសផុតពីការជួសជុលផ្ទះហើយអញ្ចឹងខ្ញុំមិនដឹងត្រូវធ្វើម៉េចចាតអីទេកុំបារម្ភណាយើងជួសជុលមកសេរីតែយើងរើសវេលាល្អសិនតើអ្នកជំនាញដែលគាត់ខាងរើសវេលាជូនយើងហ្នឹងត្រូវដាក់ម៉ោងណាស្វានម៉ោងណាត្រូវជួសជុលចាប់ម៉ោងណាថ្ងៃណាហ្នឹងគឺគេមានអ្នកជំនាញអញ្ចឹងយើងអាចទៅរកមើលខាងអ្នកគ្រូណាលីទៅគាត់មានអ្នកជំនាញនឹងស្រាប់អញ្ចឹងអ្នកគ្រូប្រាប់ពីវិធីលាងសូវងាយៗត្រឡប់មកវិញណាអញ្ចឹងឥឡូវឧទាហរណ៍ថាយើងស្វានផ្ទះយើងដាំយើងអង្គអង្គើដាក់វាំងណូតដាក់អីដែលយើងទៅនៅផ្ទះថ្មីអីចឹងហើយយើងរើសវេលាឲ្យអស់ហើយយើងត្រូវធ្វើម៉េចដើម្បីឲ្យលាងសូយផ្ទះនិងលាងសូយខ្លួនឯងនឹងចាញ់ខ្លាចយើងឈោមើលគេប្រាប់គេថាត្រូវដាក់កន្លែងណាកន្លែងណីចឹងទៅវាប៉ះទិសណាដែលសំចំនឹងឆុងតារាសាសនាដែលអត់ល្អចឹងទៅវាប៉ះពាល់ដល់យើងអញ្ចឹងសរុបមកស្រួលទេយើងទៅទិញអំបិលគ្រួសបើថាអំបិលគ្រួសហ្នឹងវាអត់ល្អដែលវាថោកជាងគេកាន់តែល្អប្រសើរហ្មងអញ្ចឹងយើងយកអំបិលគ្រួសហ្នឹង70%ហើយអង្គយើងហ្នឹង30%ដាក់លាយចូលគ្នាទៅប៉ុន្តែលាយហ្នឹងលាយរបៀបម៉េចអ្នកគ្រូឥឡូវឧទាហរណ៍ផ្ទះយើងជួសជុលទាំងអស់គ្រប់មួយប្រឡោះអញ្ចឹង4បន្ទប់គេអញ្ចឹងយើងយកទៅដាក់ថង់ផ្លាស្ទិកក៏បានកระดาษកសែតក៏បានឲ្យរៀងក្រាស់មកយើងក្រាលវានៅចំក្រាលផ្ទះហ្នឹងហើយយើងដាក់អង្គ7គីឡូសំទៅអំបិល7គីឡូអង្គ3គីឡូដាក់លាយចូលគ្នាទៅហើយតោះមកយើងទុកចោល8ម៉ោងទៅ12ម៉ោងអីទៅចាហើយអ្វីដែលសំខាន់ជាងនោះទៅទៀតនោះគឺមានន័យថាចេះនៅពេលដែលយើងដាក់វាទុកចោល8ម៉ោងនឹងហើយណាពេលយើងចង់សាវិញណាយើងត្រូវទិញអាស្រោមដៃជ័រយើងលាងប្រគុណណាពាក់វាកុំឲ្យប៉ះអំបិលនឹងខ្លួនយើងនឹងដៃយើងនឹងឲ្យប្រមូលវាឲ្យស្អាតយកទៅបោះចោលតែកន្លែងនេះសំខាន់ណាពីមុនអ្នកគ្រូអត់ច្បាស់ណាអ្នកគ្រូយកទៅដាក់មុខផ្ទះអញ្ចឹងយើងដាក់វាឡៃណាដាក់ឲ្យជូនវាចេញឡៃណាក៏បានដែរកុំឲ្យប៉ះខ្លួនយើងកុំឲ្យប៉ះដៃយើងពាក់ស្រូនដៃហ្នឹងហើយពេលយើងសាអំបិលនឹងអង្គនឹងចេញហើយយើងយកទៅចោលឲ្យឆ្ងាយចាអាហ្នឹងជាចំណុចទី1សម្រាប់ក្នុងការលាងផ្ទះអញ្ចឹងលាងផ្ទះពេលយើងស្វានចាំតារាសាសណាដូចជាតារាសាសចោលឬតារាសាសចំនួនតារាសាសជំងឺអីចឹងវាអាចលាងសូយផ្ទះយើងបានតាមរយៈការយើងស្វានដាំគួងគឺប៉ុន្តែអត់រួចខ្លួនទេត្រូវលាងខ្លួនឯងសិនចាការលាងខ្លួនឯងសិនហ្នឹងស្រួលទេស្រួលបំផុតចាបើអ្នកប្រកែថាអ្នកគ្រូខ្ញុំចង់ឲ្យសាច់សទៅទិញអាស្ក្រាប់អំបិលហ្នឹងយើងយកមកស្ក្រាប់វាមកទុក1ម៉ោង2ម៉ោងទៅចាំលាងខ្លួនចេញវាអត់លមាស់វាអត់ខូចស្បែកទេហើយលាងសូយខ្លួនឯងហ្នឹងវាស្រួលហើយបើថាមិនអស់ចិត្តទេនៅតែរឿងអត់សុបាយចិត្តបង្កើតឡើងបន្តទៀតណោះបើកឡានជាមួយទឹកស្មុតបាន1ម៉ោងទៅត្រាំវានៅហ្នឹងទៅអាហ្នឹងបើសិនជាយើងធ្ងន់យើងស្វានយូរយើងធ្វើយូរយើងលាងសូយខ្លួនឯងនឹងសិនចាំទៅមួយទឹកសមុទ្រខ្លាចទៅមួយអត់តាន់ណាដេញតែគឺណាលីកាត់មានប្រសាសន៍អញ្ចឹងណានិយាយទៅស្របសេចក្តីមកគឺងាយអញ្ចឹងគឺអត់ពិបាកទេណាចាអញ្ចឹងអ្នកគ្រូសង្ឃឹមថាវីដេអូខ្លីនេះវាអាចចែករំលែកដល់អ្នកនរគ្នាបានហើយរាល់ព័ត៌មានអីអាចខមមិនទៅអ្នកគ្រូឃើញប្រធានបទយើងចង់បានអីសួរអីអ្នកគ្រូឆ្លើយតបណាចាសូមអរគុណសូមគោរពលា